គ្រូវីដេអូនេះខ្ញុំមកបង្ហាញពី shell script នៃការបង្កើតហើយនឹង run script ដូចជា PHP Python Node.js និង Bash តមកយើងចូលមកកាន់ Linux របស់យើងសម្រាប់ script នេះខ្ញុំបានបង្កើតរួចហើយឥឡូវខ្ញុំ run តេស្តសម្រាប់ script របស់យើងបានបង្កើត4ភាសាមាន Node.js PHP Python និង Bash ដំបូងយើងមកមើល command របស់យើងគឺ Bash សម្រាប់ code នេះខ្ញុំដាក់ចងលក្ខខណ្ឌ if else ឥឡូវនេះយើង run admin យើង run ដល់ពេលយើង run admin នោះវានឹងបង្ហាញ welcome admin from Bash ហើយដល់ពេលយើង run user នោះវានឹងបង្ហាញ hello user from Bash តមកយើងចូលមកដល់ code Python របស់យើង Python ចងលក្ខខណ្ឌដូចគ្នា if else ដោយលក្ខខណ្ឌ if សម្រាប់ admin នៅពេលដែលយើងវាយ run Python hello.py admin នោះវានឹងបង្ហាញ welcome admin from Python សម្រាប់ user ដូចគ្នាលក្ខខណ្ឌ L ហើយឥឡូវនេះយើងចូលមកកាន់ code PHP របស់យើងមានលក្ខខណ្ឌ if else ដូចគ្នាយើង run php hello.php admin នោះវានឹងបង្ហាញ welcome admin from php user ដូចគ្នាឥឡូវនេះយើងចូលដល់ code Node.js script របស់យើងដាក់លក្ខខណ្ឌដូចគ្នាឥឡូវយើង run node hello.js admin នោះវានឹងបង្ហាញ welcome admin from Node.js សម្រាប់ user ដូចគ្នាហើយបន្ទាប់មកខ្ញុំបានrun script ដែលបង្ហាញនៃការ run code ភាសា code របស់យើងចំនួន4ភាសាចូលដល់ចំណុចបន្ទាប់ខ្ញុំនឹង run script មួយនៃការបញ្ចូលកើត file ភាសានិងដាក់លក្ខខណ្ឌឥឡូវនេះយើងចាប់ផ្ដើមបង្កើត file របស់ភាសាយើងមួយក្នុង folder script នេះអត់ទាន់មានទេឥឡូវយើងមកបង្កើតដើម្បីបង្កើតយើង run cat ហើយបញ្ចូល code របស់យើងហើយកំណត់សិទ្ធិនៃការ run តមកយើងអាច run តេស្តបាន
វានឹងបង្ហាញចូលដល់ script Python យើង run ដូចគ្នាហើយឥឡូវយើង run test admin វានឹងបង្ហាញឥឡូវយើងចូលដល់បង្កើត file PHP ឥឡូវយើង run test user ต่อមកយើងចូលដល់ភាសាចុងក្រោយគឺ Node.js យើង run cat hello.js ต่อមកយើងបញ្ចូលកូដរបស់យើង const ហើយឥឡូវយើងអាច run បាន run ដើម្បីវាបង្ហាញកូដរបស់យើង run node hello.js admin នៅវាចូលលក្ខខណ្ឌ if របស់យើងបើសិនយើង run user វាចូលលក្ខខណ្ឌ L សម្រាប់វីដេអូនេះមានតែប៉ុណ្្នឹងឯងអរគុណដល់គ្រូជម្រាបលា